ដំណើរកំសាន្តទៅសៀមរាបរយៈពេល1យប់2ថ្ងៃតោះចាំមើលថាមានរឿងអីកើតឡើងខ្លះមកតាមដានវីដេអូនេះជាមួយខ្ញុំតោះបាទដំបូងមកគឺថាយើងត្រូវមកជួបជុំគ្នាសិនដើម្បីត្រៀមខ្លួនធ្វើដំណើរទៅកន្លែងឡានក្រុងឡាវីហើយសម្រាប់ការធ្វើដំណើរនេះដែរគឺខ្ញុំជ្រើសយកការធ្វើដំណើរទៅពេលយប់បងព្រោះថាយើងធ្វើដំណើរទៅពេលយប់ទៅវារៀងស្រួលដែរទៅដល់នោះព្រឹកដើរលេងល្មមហើយមើល outfit មួយជីឡានកេងទេប៉ុន្តែតែងខ្លួនច្បាស់ញាក់ស្លាប់ហើយគឺថាឥឡូវនេះដែរយើងបានមកដល់បេនឡានក្រុងហើយគឺថាមនុស្សច្រើនខ្លាំងមែនតែនសម្រុកនឹងគ្នាទៅសៀមរាបទាំងអស់គ្នាសូម្បីតែខ្ញុំនេះក៏ស្លាន់កដែរឥឡូវនេះយើងកំពុងតែត្រៀមចេញដំណើរទៅទាំងអស់គ្នាហើយសម្រាប់ពួកខ្ញុំដែរគឺជីឡានផ្សេងគ្នាទេបងមិនជីឡានទៅជាមួយគ្នាទេចឹងហើយចាប់ផ្ដើមលាគ្នាបដាហើយដោយសារតែមានអ្នកខ្លះគាត់ទៅដល់មុនអ្នកខ្លះគាត់ទៅដល់ក្រោយនិយាយចោះនិយាយឡើងគឺថាកាត់ខ្លះទៅបងយើងកាត់មកដល់ពេលព្រឹកវិញម្ដង outfit ថ្ងៃនេះដែរសូមលក្ខណៈថាគេធ្វើជាក្មេងស្រីខ្ជិះទៅចៃយូបានមកសៀមរាបម្ដងគឺថាលេងឲ្យអស់ដៃហ្មងហើយបំបីជាមួយ outfit ក្រុមការងារខ្ញុំវិញក៏មិនដោយដែរចេញមកស្អាតហ្មងឥឡូវនេះដែរយើងកំពុងតែចាប់ផ្ដើមធ្វើដំណើរទៅលេងប្រាសាទអង្គរវត្តប៉ុន្តែត្រូវនៅចាំម៉ូតូសិនពួកអីយើងទៅនេះយើងជួលម៉ូតូគេជិះបងហើយពេលនេះគឺថាយើងចាប់ផ្ដើមចេញដំណើរទៅមែនតើនិយាយមែនឲ្យតែបានមកសៀមរាបម្ដងគឺថាអារម្មណ៍ល្អស្រស់ស្រាយហ្មងមួយគឺថាយើងបិទមាត់អត់ចិត្តទេហើយនៅតាមផ្លូវវិញគឺថាសម្បូរទៅដោយដើមឈើធំពណ៌បៃតងដោះសងខាងផ្លូវជីទៅត្រជាក់ចិត្តហ្មងខ្ញុំអ្នកបយនេះគឺថាទុកចិត្តអត់បានទេចង់ទៅទីរ៉ៃបើទេសភាពស្អាតម្លឹងនេះឲ្យទុកចិត្តអត់ទៅមិនកើតហើយមានស្អាតតែទេសភាពឯណាសូម្បីតែមនុស្សក៏ស្អាតដែរខ្ញុំនិយាយលេងទេបងប៉ុន្តែស្អាតមែនមិនថាស្រីមិនថាប្រុសហើយមុនចូលទៅលេងអង្គរគឺខ្ញុំនៅក្នុងក្រុមគ្នាជាបណ្ដាអាហារសាមគ្គីមកផ្លែសិនព្រោះថាម្នាក់ៗសិតតែអត់បាយមកពីយប់ហើយចិត្តបានមកស៊ីមៀពេលចូលព្រឹកញ៉ាំព្រឹកអីអស់លីងហើយនេះថតជាមួយនឹងប៉ាប៉ាណាគាត់ទៅកាមេរ៉ាមែនរបស់ខ្ញុំហីចឹងយើងត្រូវយើងយកចិត្តគេទៅចែកខ្លាចគេអត់ថតរូបឲ្យយងនិយាយចង់និយាយឡើងឆ្លៀតដាក់មួយឆាមួយកែវទៀតហើយសាច់ស្អាតរបស់យើងបងណាចូលចិត្តញ៉ាំខ្លះញ៉ាំនៅពេញអត់ឆ្ងាញ់ទេតោះតែញ៉ាំនៅស៊ីមៀបានឆ្ងាញ់ហើយឥឡូវនេះដែរខ្ញុំកំពុងតែដើរចូលក្នុងប្រាសាទអង្គរវត្តតែនិយាយថាមនុស្សច្រើនខ្លាំងមែនទែនបងថ្ងៃបុណ្យអុំទូកក៏ឆ្លៀតដាក់មកវីដេអូទុកផុសក្នុង TikTok ផងដែរហើយបងមើលទេសភាពនៅអង្គរវាស្អាតខ្លាំងមែនទែនទុកចិត្តអត់បានទេទៅទៀតលើហើយមួយនេះមិត្តភក្តិណាគេខ្លះចេញមុខមកបងមុខនិយាយពីថាដូចបងស្រីខ្ញុំបេះដាក់ឃើញប្លង់ស្អាតទុកចិត្តអត់បានទេក៏ឆ្លៀតដាក់មកវីដេអូទៀតទៅនិយាយមែនហើយតែគេស្អាតទោះបីគេថតមិនក៏ឃើញនៅតែស្អាតដែរមានបញ្ចូលខ្លួនឯងតែនិយាយមែនហើយនេះឆ្លៀតថតជាមួយម៉ាក់យាយម្ដងកុំឲ្យថាមកវឡប់នឹងអត់មានហុកម៉ាក់យាយនិយាយថាម៉ាក់យាយខ្ញុំប៉ុណ្ណឹងហ្មងខ្លាចចាំអត់មានអ្នកបីនៅស៊ីមៀបងក៏សុកចិត្តមកចូលបីចៅខ្លួនឯងធ្វើមើលតែបីចៅខ្លួនឯងរួចចឹងហើយបងគឺថាអាម៉ត់ជីអូហ្នឹងគឺថាមិននិយាយអីទេគឺនិយាយដើមគេយូរហុំតារឿងនិយាយដើមគេមួយទៅណាក៏អត់ភ្លេចដែរហើយមួយនេះឆ្លៀតថតជាមួយប៉ាបន្តិចដែរនេះប៉ាខ្ញុំមួយទៀតបងសិតសឹងតែកំពូលដៃកាមេរ៉ាមែនហើយថតរូបឲ្យកូនចេញមកមួយបើមិនស្អាតមិនយកលុយទេហើយមិនបញ្ចូលអីទេគឺខ្ញុំនិយាយមែនបើប៉ាបានឃើញវីដេអូនេះហើយកុំភ្លេចប៉ាកូនញ៉ាំប៊ូហ្វេល្ងាចនេះផងនេះខ្ញុំថតជាមួយបងស្រីខ្ញុំម្ដងនិយាយថាឃើញផោះប្រាំងអីជឿអត់បានទេចេះតែចង់លួចថតគេដើរមួយគ្នាត្រូវដៃត្រូវជើងគ្នាណាហើយសម្រាប់វឡប់នៅសៀមរាបទៅប្រាសាទអង្គរវត្តនេះគឺថាបានមកដល់ទីបញ្ចប់ហើយឥឡូវយើងកំពុងតែធ្វើដំណើរទៅភូមិព្រះដាក់វិញម្ដងដើរលេងតាំងទី1មានជាការរកដាក់ជាខ្លាំងធ្លាក់ស្បែកធ្លាក់អីផងឡើងពេញនឹងបងកុំភ្លេចតាមដានវីដេអូភាគ2បន្តទៀតណាបាយបាយ